បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការគូ switch អញ្ចឹងកាលពីវីដេអូមុនគឺយើងបានសិក្សារួចមកហើយអំពីការគូ Jensen box ដែលយើងហៅថាជាប្រភេទជាអបបំបែកហ្នឹងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាគូអំពី switch វិញម្ដងនេះគឺ switch ប្រភេទនេះគឺយើងយកមកប្រើគឺប្រភេទនេះណាគឺ 3 gang 2 way អូខេគឺប្រភេទនេះគឺយើងយកមកប្រើអញ្ចឹងយើងចូលទៅកម្មវិធី Revit មកដើម្បីគូវាបានបងប្អូនចូលមកផ្ទៃខាងមុខនៃការងាររបស់យើងអូខេខ្ញុំចូលមកចឹងនៅត្រង់នេះខ្ញុំ create មានន័យថាជាទូទៅ switch នេះគឺតែងតែធំជាង Jensen box ឯងចឹងណាវាអាចធំជាង Jensen box អញ្ចឹងខ្ញុំចាក់ dimension នេះមកហើយខ្ញុំចាក់មកត្រង់ចំណុចនេះអញ្ចឹងឡើយនេះខ្ញុំអាចយកចេញត្រឹមតែ20អូខេ20ឬក៏ត្រឹមតែ10ក៏បានដែរហើយខាងនេះក៏ដូចគ្នាដែរណាខាងនេះខ្ញុំយក10អូខេរៀងធំតិចខ្ញុំដូរ scale ខាងនេះក៏ដូចគ្នាយើងយក10ទាំងសងខាងអូខេ10ចឹងឡើយនេះខ្ញុំនឹង create Jensen box ហ្នឹងសំទោសគឺយើង create switch នេះ3 gang 2 way 3 gang 1 way ចឹងបងប្អូនចូលមកកន្លែង create ហើយបងប្អូនយកកន្លែងចំណុចនេះមកណាចឹងវាលើផ្ទាំងនេះមកហើយខ្ញុំយកជាប្រភេទ rectangle អូខេហើយខ្ញុំគូសពីចំណុចនេះមកដល់ត្រង់ចំណុចនេះហើយខ្ញុំចុច lock sound ហើយខ្ញុំចុច finish អញ្ចឹងគឺផ្ទាំងរបស់យើងបានប៉ុណ្ណេះឃើញអត់គឺយើងបានប៉ុណ្ណេះហើយអញ្ចឹងដើម្បីបានទៀតធ្វើម៉េចទៀតអញ្ចឹងខ្ញុំចូលមក view មួយទៀតគឺនេះផ្ទាំងរបស់យើងឃើញអត់ឃើញទេអញ្ចឹងជាទូទៅខ្ញុំចុច lock មួយនេះជាទូទៅយើងហៅថាកម្រាស់របស់ switch ហ្នឹងមិនយើងនៅលើជញ្ជាំងអញ្ចឹងយើងអាចយកត្រឹម10ទៅណាខ្ញុំយកត្រឹម10ខ្ញុំអាចយកត្រឹមសំទោសខ្ញុំ createអូខេខ្ញុំចាក់ dimension វាទៅមួយហើយមួយទៀតខ្ញុំយកតែ10ទេអញ្ចឹងសាច់switch របស់យើងហ្នឹងគឺក្របនៅលើជញ្ជាំង10ហើយយក lock មកអូខេយ៉ាងមកយើងមក view វិញគឺបែបនេះឃើញអត់គឺបានបែបនេះគឺបែបនេះអញ្ចឹងមួយទៀតដល់បងប្អូនចង់ឲ្យនេះមានថាអាចមាន space ចំហទូចអីយើងអាចធ្វើបានតាមហ្នឹងណាតែឥឡូវគឺខ្ញុំយកប៉ុណ្ណឹងចុះអញ្ចឹងយើងចូលមកសាកសារ៉េទំហំរបស់ Jensen box របស់យើងឧទាហរណ៍ថាខ្ញុំយកទំហំ100ឃើញរិចតាមហ្នឹងបងប្អូនឃើញអត់បងប្អូនយកម៉ានក៏ដែរ Jensen box បងប្អូនឧទាហរណ៍ថាបងប្អូនយក Jensen box នេះតែ50ក៏មានន័យថាកម្រិតនេះកម្រិតសាច់ខាងក្រៅរបស់ switch នេះកម្រិតចេញពី Jensen box ហ្នឹងតែ10 មីលីម៉ែត្រទេណាហើយខ្ញុំយក50ឃើញអត់10 មីលីម៉ែត្រទេអញ្ចឹងខ្ញុំយក7អូខេបានហើយមក
ឃើញទេចឹងត្រង់នេះបងប្អូនអាចដាក់ layer ដាក់សំទោសគឺដាក់ material បានហើយក្រៅពីនឹងទៀតចឹងខ្ញុំចូលមកគូសចែកនេះមកចុច2ចុច3ចុចណាទៅមកផ្ទៃខាងមុខវិញអូខេខ្ញុំមកផ្ទៃខាងមុខវិញគឺខ្ញុំចែកជា3ចឹងយើងចែកជា3មកទំហំរបស់យើងប្រហែលគឺ77ចឹងយើងចែកជា3ឃើញបានប្រហែលចឹងឧទាហរណ៍ថា25ណាចឹងខ្ញុំគូសមក25អូខេចឹងខ្ញុំគូសត្រង់នេះកនជា3ហើយខ្ញុំគូសត្រង់នេះ1អូខេប៉ុណ្ណេះហើយខ្ញុំចែកវាស្មើគ្នាមកអូខេហើយលុបចោលវិញខ្ញុំចាក់មកវិញហើយខ្ញុំអូខេឥឡូវឃើញមកឥឡូវឃើញនេះជា36ទាំងអស់ហើយនេះ36ក៏ប៉ុន្តែ36ហ្នឹងมันយើងត្រូវមាន space ចេញសងខាងទៀតហ្នឹងមានថាកុងតាក់វាអត់អាចអាប់ចប់គ្នាបានទេមកចុចទៅមកចុចហ្នឹងណាយើងអាចមាន space ទូចមួយអញ្ចឹងខ្ញុំបង្កើត space ហ្នឹងមកទៀតហើយ space ហ្នឹងខ្ញុំយក5 5អញ្ចឹងខ្ញុំយក2កន្លះអូខេខ្ញុំមករើវាហើយណាយ៉ាងដូចគ្នាចឹងខ្ញុំ copy វាទៅខ្ញុំ copy មកដាក់ត្រង់ចំណុចនេះអូខេចឹងបានប៉ុណ្្នឹងហើយចឹងបានប៉ុណ្្នឹងហើយបងប្អូនត្រូវធ្វើមិនទៀតណាឥឡូវឧទាហរណ៍ថាបើបានប៉ុណ្្នឹងហើយចឹងបន្ទាប់ទៀតបងប្អូនត្រូវធ្វើមិននេះអូនត្រូវធ្វើមិនចឹងខ្ញុំចូលមកការងារយើងដែរត្រង់នេះខ្ញុំបដូរខ្ញុំឆេងវិញគឺខ្ញុំដាក់ style ចេះវិញខ្ញុំទីមកត្រង់ចំណុចនេះហើយខ្ញុំ lock វិញណាហើយខ្ញុំ align វាសិនអូខេចឹងខ្ញុំ align ចឹងមកអូខេគឺបែបនេះចឹងខ្ញុំ create ទៀតមកហើយខ្ញុំ create ទៀតខ្ញុំយកត្រង់ចំណុចនេះមួយហើយខ្ញុំយកត្រង់ចំណុចនេះមួយទៀតត្រង់ចំណុចនេះតិចតូចជាងគេដែរបងប្អូននេះត្រង់ចំណុចនេះតិចតូចជាងគេសំទោសគឺនៅនេះតានេះមួយទៀតខ្ញុំ align វាមកឃើញទេ align មួយយ៉ាងមកចឹងបងចុច align ចឹងហើយបងចាក់សៅវាណាបងត្រូវតែ align ហើយបងទៅ lock សៅអត់ lock មានន័យថាវារេអូខេហើយចឹងខ្ញុំចុច yes ហើយចឹងខ្ញុំមក view cd មកនេះឃើញអត់គឺនេះមានន័យថាវាចំហធំណាចំហធំពេកនេះចឹងទៅស្រែតូចតិចមកខ្ញុំចូលមកវិញហើយឥឡូវនេះគឺយើង create មួយមកត្រង់នេះចឹងហើយយើង create មួយមកអូខេខ្ញុំ create មួយខ្ញុំបដូរ scale ត្រង់នេះមួយទៀតអូខេទៀតហើយនេះមួយទៀតចឹងខ្ញុំបង្កើតមួយខ្ញុំដាក់ថាទីទូចខ្ញុំដាក់ថាទីទូចទាំងអស់គ្នាទីទូចហើយខ្ញុំយកត្រឹមតែ2ហើយខ្ញុំចុចអូខេហើយឥឡូវនេះខ្ញុំ select មកខ្ញុំដាក់ទីទូច2អូខេចឹងខ្ញុំមក view cd ហើយឥឡូវនេះគឺក្រាស់ដែរទាំងអស់គ្នានេះឃើញអត់ចឹងខ្ញុំមកកន្លែងនេះវិញគឺខ្ញុំឆេងកន្លែងនេះខ្ញុំដាក់ត្រឹមតែ5បានហើយអូខេចឹងគឺបែបនេះ
ចឹងអីខ្ញុំចូលទៅបដូរ battery ចឹងឧទាហរណ៍ថាខ្ញុំបដូរ battery មួយទៀតខ្ញុំទៅបដូរ battery ខ្ញុំចុចលើវាមួយហើយខ្ញុំដាក់ថា switch ហើយខ្ញុំចុចមួយមកអូខេណាចុចមួយមកខ្ញុំបដូរខ្ញុំយក plastic អូខេខ្ញុំយកខាងក្រោមវិញខ្ញុំយក plastic នេះខ្ញុំយក plastic ខ្ញុំយកពណ៌នេះមកបងប្អូនអាចរើស material អីក៏បានដែរតាមចិត្តបងប្អូនណាខ្ញុំគាត់តែ sample ទេហើយខ្ញុំចុច OK ហើយយក apply ហើយខ្ញុំចុច OK ទៀតហើយខ្ញុំចុច finish ឃើញទេបាទឥឡូវគឺយើងបានប៉ុណ្្នឹងហើយចឹងខ្ញុំទៅ create conduit ចឹងខ្ញុំទៅ folder របស់ខ្ញុំមកដល់ពេលចូល folder របស់ខ្ញុំហើយគឺខ្ញុំរកពាក្យថា conduit ពេលដែលបានហើយពាក្យ conduit ហ្នឹងគឺខ្ញុំ apply វាទៅក្នុងកម្មវិធី Revit ចឹងនេះគឺខ្ញុំរក conduit ឃើញហើយខ្ញុំ upload វាចូលមកអញ្ចឹងខ្ញុំ import នេះមានដល់ log in to project អញ្ចឹងខ្ញុំ log វាចូលមកខ្ញុំយកត្រង់ចំណុចនេះអូខេអញ្ចឹងខ្ញុំចុច align វាមួយហើយចុច log align ហើយចុច log ចុះត្រង់នេះខ្ញុំបដូរមកសំទោសត្រង់នេះឃើញនៅក្រោមហ៎នេះបងប្អូន align ឡើងទៅលើខ្ញុំចុចមកអូខេហើយខ្ញុំចុច lock អូខេអញ្ចឹងត្រង់នេះខ្ញុំបដូរត្រង់នេះខ្ញុំបដូរវាមកនេះឃើញធំហ៎ឃើញធំជាង switch យើងទៀតអញ្ចឹងខ្ញុំបដូរត្រង់នេះមកត្រង់នេះខ្ញុំបដូរដាក់ថាសុំទោសកន្លែងនេះគឺបងប្អូនឆេងនេះសិនណាខ្ញុំបង្កើត connection មួយខ្ញុំដាក់ថា connection អូខេខ្ញុំដាក់ connection មួយហើយ connection ហ្នឹងខ្ញុំដាក់ថា20ហើយចុច OK អូខេចឹងនៅត្រង់នេះខ្ញុំបដូរវាមួយអូខេឡើយនេះខ្ញុំបដូរដាក់ connection ហើយខ្ញុំចុច OK អូខេឃើញទេចឹងគឺបែបហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលមកទៀតខ្ញុំ copy នៅត្រង់នេះខ្ញុំ copy ទៅដាក់នៅត្រង់ខាងនេះមួយទៀតខ្ញុំ align ចឹងខ្ញុំមក view 3D មកអូខេគឺបែបនេះចឹងត្រង់នេះដូចជាអត់មានឃើញ connection ទេអញ្ចឹងខ្ញុំយកកន្លែង create បងប្អូនយកពាក្យថា file connection ហើយ click លើវាមួយមកណាហើយអានេះមួយទៀតអូខេទាំងពីរយ៉ាងមកអញ្ចឹងខ្ញុំបដូរឡើងនេះខ្ញុំដាក់ថា connection មួយទៀតខ្ញុំបដូរដាក់ថា connection ចុច OK ដាក់ថា connection អូខេគឺបែបនេះអញ្ចឹងនៅមានអីទៀតគឺនៅមានអីជាប្រភេទ electric អញ្ចឹងបែប electric បាននេះគឺ electrical connector ហ្នឹងបងប្អូនចុចមកហើយចុចលើវាមួយមកបងចុចឯណាក៏បានដែរស្រេចទៅបងប្អូនតែទៅទោះខ្ញុំចុចលើនេះមួយបែបហ្នឹងមកណាគឺបែបហ្នឹងហើយបងប្អូនពេញព័ត៌មានវាទៅប្រភេទ system ជាប្រភេទអីគេ
telephone ឬក៏ជាអីអូតូថាខ្ញុំដាក់ថាជា power បែបនេះមកហើយខ្ញុំប្រហែលវ៉ុលអូតូថា220ហ៎អញ្ចឹងនេះប្រហែល13អូខេគឺបែបហ្នឹងមកគឺបែបនេះណាចឹងព័ត៌មានគឺមានគ្រប់ចឹងនៅក្នុងនេះបងចូលមកនៅក្នុងនេះគោយើងអាចបង្កើតអីថាប្រភេទ speak ហ្នឹងមាន C ប្រហែលពេអីប្រហែលពេណាបាទចឹងវីដេអូយើងគឺមានតែប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយចំពោះបងប្អូនដែលមិនទាន់បានទស្សនាវីដេអូមុនអីដែលខ្ញុំបានបង្ហោះក្នុង channel របស់ខ្ញុំអាចចូលទៅទស្សនាបានហើយកុំភ្លេចអ្នកដែលមកថ្មីជួយ subscribe ម្នាក់មួយទៅដើម្បីទទួលបានមេរៀនថ្មីពីកម្មវិធី Revit ទៅលើផ្នែក MEP System អរគុណជួបគ្នានៅវីដេអូក្រោយអូខេ